នេះជាពិធីបុណ្យឡើងអ្នកតានិងសុំទឹកភ្លៀងនៅប្រាសាទវត្តអាទ្វារពិធីដ៏ចំណាស់មួយនេះជាទំនៀមទម្លាប់ប្រពៃណីដែលប្រារព្ធពីរដងក្នុងមួយឆ្នាំគឺនៅខែមាឃនិងខែពិសាខដែលប្រារព្ធឡើងធ្វើនៅថ្ងៃ3កើតនៃខែទាំងពីរពិធីនេះធ្វើឡើងក្នុងគោលបំណងសូមអ្នកតាម្ចាស់ស្រុកនៅសេចក្តីសុខសប្បាយក្នុងភូមិស្ថាននិងសុំទឹកភ្លៀងឲ្យបានគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការអ្នកភូមិដែលចូលរួមរៀបចំពិធីមកពីភូមិត្រាចកោះក្រាញ់ស្ពានជ្រាវនិងក្រសាំងរលើងក្នុងក្រុងសៀមរាបចាស់ៗដែលភាគច្រើនជាស្ត្រីចូលទៅរៀបចំគ្រឿងរដាប់នៅប្រាង្គប្រាសាទនៃប្រាសាទវត្តអាទ្វារគ្រឿងរដាប់ទាំងនោះមានដូចជាបាយសីទៀនធូបសម្លៀកបំពាក់ចម្រុះពណ៌រួមទាំងម្ហូបអាហារផ្លែឈើនិងគ្រឿងសំណែនជាច្រើនមុខតាមការសាកសួររបស់ខ្ញុំទៅកាន់អ្នករៀបចំកម្មវិធីគឺគាត់បានរៀបរាប់ប្រាប់មកខ្ញុំថាសម្រាប់អ្នកដែលស្នងរូបគឺជាមនុស្សដែលមានកាន់សីល8មានសច្ចធម៌មានការវិតម្លៃពីលោកគ្រូធំមិនគាត់អាចខ្លាចទៅជាអ្នកស្នងរូបបានអញ្ចឹងការស្នងរូបយើងអាចចេះតែចាប់យកបានទេការរៀបចំបាយសីក៏មានគ្រូបង្ហាត់បង្រៀនក្នុងការរៀបចំដែរអត់មានគាត់រៀនតគ្នាបានដែរអញ្ចឹងត្រង់ចំណុចនេះការរៀបចំគឺមានអ្នកបង្ហាត់គឺនិយាយរួមគឺមានក្បួនក្បាច់គេបង្រៀនតគ្នាដែរពេលភ្លេងចាប់ផ្ដើមប្រគំរូបស្នងក៏ចាប់ផ្ដើមចូលសន្ធឹកជាសញ្ញាថាអ្នកតាបានយាងទទួលសំណែនហើយសម្រាប់ខ្ញុំដែលបានទស្សនានៅពិធីនេះផ្ទាល់ខ្ញុំឃើញហើយគឺខ្ញុំអាណិតដូនចាស់មែនតើគឺគាត់ចាស់ហើយនៅពេលដែលរូបសន្ធិដ្ឋចូលទៅក្នុងខ្លួនគាត់ពេលដែលចេញមកវិញគាត់ក៏អត់សូវស្រួលមែនដែរអ្នកទាំងអស់គ្នាគឺដោយសារតែគាត់ខ្សោយហើយដោយសារគាត់មានវ័យចំណាស់កម្លាំងក៏អត់សូវមាំមួនដែរអញ្ចឹងការចូលសន្ធិដ្ឋនៃរូបវិញ្ញាណដែលបានចូលសន្ធឹកគាត់នឹងគឺមានច្រើនវិញ្ញាណណាអ្នកទាំងអស់គ្នាថ្ងៃនោះដូចជា3វិញ្ញាណតាមដែលខ្ញុំចាប់បានហើយបើតាមពិធីខ្លះផ្សេងទៀតគឺមានវិញ្ញាណចូលច្រើនជាងនឹងទៀតហើយពិធីនេះគឺបើនិយាយពីពិធីនេះគឺនៅក្នុងខេត្តសៀមរាបគឺមានច្រើនកន្លែងមែនតើអ្នកទាំងអស់គ្នាអ្វីដែលខ្ញុំភ្ញាក់ផ្អើលហើយតំដឹងនៅពេលនេះហើយខ្ញុំចង់ចែករំលែកទៅអ្នកទាំងអស់គ្នាឲ្យបានដឹងពីពិធីនេះផងដែរនៅពេលវិញ្ញាណអារក្សអ្នកតាបានចូលសន្ធិដ្ឋចឹងអ្នកដែលជុំវិញដូចជាយាយចាស់ឬប្រជាពលរដ្ឋដែលនៅទីនេះគាត់អាចសួរជាសំណួរឬក៏អាចឲ្យគាត់ជួយព្យាបាលជំងឺដល់ពួកគាត់បានអញ្ចឹងអ្នកនរគ្នានឹងឃើញបងប្រុសក៏ដូចជាលោកតាលោកយាយគាត់នៅជិតៗហ្នឹងគាត់តែងតែសួរនាំអញ្ចឹងណាអញ្ចឹងនៃការសួរនាំនេះគឺគេចង់ដឹងពីប្រទេសយើងដោយសារតែយើងតាមតែមានសង្កេតជាមួយសៀមផងអញ្ចឹងគេអាចនឹងសួរសំណួរហ្នឹងហើយសួរពីរដូវកាលនេះឬក៏អំពីគ្រួសារផ្ទាល់ខ្លួនរបស់គាត់ក៏មានដែរហើយអ្វីដែលខ្ញុំមើលឃើញនៅពេលដែលគាត់ចាប់ផ្ដើមចូលសន្ធឹកហ្នឹងគឺខ្ញុំឃើញគេព្យាយាមបាញ់ទឹកអប់ទៅគាត់ច្រើនមែនតើតែខ្ញុំអត់ដឹងថាមូលហេតុអីគេដែរអញ្ចឹងណាកន្លែងនេះគឺគេបានឲ្យជាខ្សែអំបោះក្រហមដើម្បីឲ្យលោកតាជួយសូត្រធម៌ដើម្បីបានសេចក្តីសុខសប្បាយនៅពេលដែលយើងពាក់ខ្សែក្រហមនឹងទៅអញ្ចឹងណាហើយនេះដូចអ្នកនរគ្នាបានឃើញអញ្ចឹងគឺយាយគាត់តែងតែសួរនាំពីសំណួរផ្សេងអញ្ចឹងទៅសម្រាប់អ្នកមានជំនឿគាត់ឲ្យជាទឹកដើម្បីឲ្យលោកតាផ្លុំធម៌ផ្លុំសូត្រមន្តដើម្បីសុំក្តីសុខសប្បាយអីចឹងទៅ
ហើយកន្លែងនេះគឺនៅពេលដែលរូបសន្ធិដ្ឋបានចេញពីខ្លួនរបស់គាត់ហើយគឺភ្លាមតែម្ដងអ្នកទាំងអស់គ្នាហើយនេះគឺគាត់អ្នកចិត្តនឹងក៏ផិតភ័យដែរតែគាត់ងើបមកវិញទៅគាត់ថាអត់អីទេក៏អត់មានបញ្ហាអីទេសូមបញ្ជាក់ដែរថានៅពេលដែលរូបសន្ធិដ្ឋចូលទៅខ្លួនគាត់ក៏អត់ដឹងថាខ្លួនគាត់បានជួបអីឬគាត់និយាយអីគេដែរអញ្ចឹងណាអញ្ចឹងត្រង់ចំណុចនេះអ្នកជឿក៏ជឿអ្នកដែលមិនជឿក៏អត់អ្វីដែលខ្ញុំមើលឃើញហើយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាទៅតាមអ្វីដែលខ្ញុំមើលឃើញហើយខ្ញុំប្រាប់អ្នកទាំងអស់តាមនឹងអញ្ចឹងណាបើសិនអ្នកដែលអត់ជឿក៏គិតនៅតែគិតថាវាគឺជាការសម្ដែងអីផ្សេងអញ្ចឹងទៅអានេះគឺជាការមើលឃើញរបស់អ្នកទាំងអស់គ្នាចំពោះកម្មវិធីនេះនេះដល់វិញ្ញាណថ្មីមួយទៀតគាត់បានចូលសន្ធិដ្ឋអញ្ចឹងយើងអាចមើលឃើញអ្នកចូលសន្ធិដ្ឋផ្សេងត្រង់កាយវិការឬក៏ការពាក់ឯកសណ្ឋានរបស់គាត់ចឹងយើងអាចដឹងថាអូមានអ្នកណាស្នងតហើយតទៀតបានអញ្ចឹងណាអូអ្នកទាំងអស់គ្នាពេលតែខ្ញុំនិយាយក៏ខ្ញុំព្រឺសវល់ដែរបើសិនអ្នកទាំងអស់គ្នាបានឃើញហ្នឹងអ្នកទាំងអស់គ្នាមើលទៅមានអារម្មណ៍ថាវ៉ាវហ្មងសម្រាប់ខ្ញុំអត់ដែលឃើញហើយខ្ញុំមើលទៅពេលខ្លះគេសម្ដែងមែនឬក៏វាពិតមែនអញ្ចឹងណាចឹងខ្ញុំគិតថាវីដេអូនេះគឺវាល្អមែនទេបើសិនអ្នកនរគ្នាបានឃើញការចេះថាការប្រារព្ធពិធីនឹងផ្ទាល់តែម្ដងណាវីដេអូមិញហ្នឹងគឺនៅពេលដែលគាត់សន្ធឹកចេញទៅអញ្ចឹងទៅពេលហ្នឹងគឺគាត់អត់ដឹងថាគាត់ផាត់មុខម្សៅក្រាស់ទេបានគេនាំគ្នាសើចហើយត្រង់ចំណុចនេះគឺនៅពេលដែលកម្មវិធីបានបញ្ចប់ហើយគាត់នឹងបន្តទៅមកកន្លែងទៀតដែលនៅជិតវត្តអាទ្វារហ្នឹងពិធីនៅក្នុងប្រាសាទប្រព្រឹត្តទៅប្រហែលជា2ម៉ោងបន្ទាប់មកគេក៏យកអាហារសែនទៅចាក់ចោលនៅទិសខាងលិចនៃមុខខោងទ្វារប្រាសាទកិច្ចពិធីបន្តទៅទួដូនមុខដែលមានអ្នកស្នងរូបហើយបន្តទៅទួងតាមឿនអញ្ចឹងក៏ត្រង់កន្លែងនេះគឺហៅថាទួដូនមុខ
អញ្ចឹងតួនដូនមកនេះគឺយើងនឹងឃើញការស្នងរូបបន្តទៀត ត្រង់កន្លែងនេះគាត់នឹងស្លៀកពាក់ទៅតាមរូបអ្នកតាដែលបានចូលមកខ្លួនគាត់អញ្ចឹងហើយការស្លៀកពាក់ដូចខ្ញុំនិយាយចឹងការស្លៀកពាក់គាត់របស់មួយគឺបង្ហាញពីវិញ្ញាណដែលបានចូលមកខ្លួនគាត់ដែរអញ្ចឹងយើងអាចដឹងថាគាត់ចូលទៅអ្នកណា ដូចខ្ញុំបានជម្រាបអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលរស់សន្ធិដ្ឋបានចូលអ៊ំចាស់ក៏គាត់តែងសួររហូតថាមានសំណួរក្នុងការសួរគាត់អញ្ចឹងណានៅទីណាកន្លែងណាក៏សូមជួយជួបជុំគ្នាទាំងអស់គ្នានៅថ្ងៃនេះកន្លែងនេះគឺពេលអ្នកតាគាត់បានមកសោយអាហារនៅសំណែនហើយការញ៉ាំរបស់គាត់ចម្លែកមែនតើអ្នកទាំងអស់គ្នាអូម៉ាតូបើសិនជាខ្ញុំនិយាយពាក្យត្រង់ណាមួយខុសហើយនេះដោយសារតែខ្ញុំឃើញអីខ្ញុំនឹងនិយាយប្រាប់អ្នកទាំងអស់គ្នាទៅតាមនឹងអញ្ចឹងណា Hia nó mình chạm vào.ហើយពិធីចុងក្រោយគឺបន្តទៅទួនតាមឿនសម្រាប់ពិធីចុងក្រោយនេះគឺជាការបញ្ជូនអ្នកតាឡើងគោកការឡើងគោកនេះមានន័យថាបញ្ជូនអ្នកតាទៅកាន់ភ្នំគូលែនដែលស្ថិតនៅខាងជើងក្រុងសៀមរាបដែលប្រើឡានក្រដាសឬទូកក្រដាសអាស្រ័យលើការរៀបចំឆ្នាំនីមួយពិធីនេះបញ្ចប់ទៅដោយការយកសំណែនអណ្ដែតនៅក្នុងទូកក្រដាសដែលមានអាហារសែននៅពេញនៅក្នុងទូកនោះតែម្ដងដោយយកសំណែនទាំងនោះ
បណ្ដែតទៅតាមប្រឡាយទឹកដែលភ្ជាប់ពីស្ទឹងសៀមរាបទៅស្រែចម្ការរបស់អ្នកភូមិ